កន្លែងនេះគឺជាកន្លែងដែលខ្ញុំបានលេងហ្គេមលេង challenge ជាមួយនឹង player ពេលដែល server បើកបានដំបូងហើយបើគិតមកដល់ពេលនេះគឺថា3-4 ខែហើយវាអត់មានអីដែលនៅសល់ទេមានតែអាប្លុកក្រហមហើយនឹងកន្លែងដុំតកកហ្នឹងកន្លែងដុំតកកហ្នឹងគឺខ្ញុំដាក់ដើម្បីលេង challenge ជាមួយ player ដែលឲ្យគាត់ load ឲ្យបានច្រើនប្លុកបើ player ណាដែល load បានច្រើនប្លុកអីចឹងទៅគឺនឹងឈ្នះ challenge បាន item អីចឹងទៅបើ Dino គឺជា server ដែលមាន season អ្នកទាំងអស់គ្នាប្រកាសជាបានឃើញ build ចាស់ដែលនៅសល់រាប់ខែចឹងទេហើយអ្នកទាំងអស់គ្នាក៏ប្រកាសជាបានឃើញ base ដែលចំណាយពេលរាប់ខែទៅសាងសង់ដែរពេលដែលខ្ញុំឃើញ base ធំនៅក្នុង server ពេលខ្លះក៏ខ្ញុំចង់ភ័យកន្លែងដែរគឺដោយសារតែ player ចំណាយពេលរាប់ខែទៅរក item ទៅ build base គិតថា server នឹងអត់ reset ចឹងហើយពេលខ្លះខ្ញុំក៏រៀងភ័យដែរបើសិនជា server មានបញ្ហាអីមួយទៅអញ្ចឹង base ទាំងអស់ហ្នឹងគឺនឹងត្រូវបាត់ហើយប៉ុន្តែក៏សំណាងដែរដោយសារតែ server ឥឡូវនេះគឺនៅដើរធម្មតាគឺអត់មានបញ្ហាខូច world ខូចអីទេហើយរឿង reset season រឿងអីហ្នឹងគឺអ្នកទាំងគ្នាមិនបាច់ចាំភ័យទេ server មួយនេះគឺខ្ញុំបើករហូតតតែ world វាខូចដោយខ្លួនឯងហ្មងចឹងហើយអ្នកទាំងគ្នាមិនបាច់ចាំស្នើសុំឲ្យ reset season ឲ្យ reset អីទេបើខ្ញុំ reset តា the end ទេ